ជំរាបសួរបាទបងប្អូនអរគ្នាឥឡូវនេះខ្ញុំបាទសូមណែនាំមុខម្ហូបមួយបាទមុខម្ហូបនេះបងប្អូនខ្លះក៏ស្គាល់បងប្អូនខ្លះក៏អត់ទាន់ស្គាល់ដែរបាទបងប្អូនចង់ដឹងថាអ្វីទេបាទនេះគឺជាបាទស្បែកគោបងប្អូនបាទខ្ញុំបាទធ្លាប់ឃើញគេធ្វើបាទទឹកជ្រលក់ទឹកប្រហុកអីចឹងណាតែថ្ងៃនេះខ្ញុំច្នៃប្លែកហើយម្ហូបនេះគឺលើកទី1ខ្ញុំសាកមើលយើងយកស្បែកគោតែយើងស្ងោរឆ្អិនហើយអញ្ចឹងណាតែយើងយកមកអាំងម្សៅទៀតបាទអាំងបាទអញ្ចឹងគ្រឿងផ្សំរបស់យើងគឺយើងមានដាក់លាយជាមួយនឹងពងទាបាទយើងដាក់លាយពងទាទៅលើពងទាហ្នឹងគឺយើងផ្សំគ្រឿងហើយបាទយើងមានដាក់គ្រឿងបាទចូលទឹកត្រីទឹកស៊ីអ៊ីវក៏ដូចជាស្ករបន្តិចប៊ីចេងបន្តិចអញ្ចឹងបងប្អូនហើយនឹងដាក់បន្ថែមនៅម្រេចឬក៏អឺម្ទេសបាទតាមចំណង់ចំណូលចិត្តបងប្អូនក៏ដូចជាស្លឹកខ្ទឹមបាទគឺឈ្ងុយមែនទែនបងប្អូនឈ្ងុយបាទបងប្អូនអាចសាកមើលបានហើយយើងអាំងឲ្យរាងស្រួយបងប្អូនបាទអាំងឲ្យរាងស្រួយបានឆ្ងាញ់បាទព្រោះអីឬក៏យើងស្ងោរឆ្អិនសិនបាទឲ្យវារាងផុយសិនណាបាទមិនចឹងគឺស្វិតតែរសជាតិវាគឺអែមបាទបងប្អូនអាចធ្វើក្លែមធ្វើអីចឹងណាបាទក្លែមបានឆ្ងាញ់បាទអែមមានក្លាសេជាក់គឺអែមមែនទេបងប្អូនបាទនៅពាក់ព័ន្ធជាមួយនឹងវាស្រាបាទមានស្រះមានអីមានស្រូវធម្មជាតិខ្យល់ត្រជាក់អីគ្នាតែ4-5នាក់គឺអែមបាទមុខម្ហូបនេះគឺយើងក្លែមអីគឺចំណាយលុយតិចទៀតបងប្អូនបាទចំណាយលុយតិចទៀតបាទឥឡូវយើងឆ្អិនហើយបាទយើងឲ្យលោកគ្រូឈឹមគាត់សាកមើលបានគាត់ហានអីគាត់ចុចជាមួយទឹកជ្រលក់សាកមើលដល់ជាដោយសារយើងស្វិតតិចដោយសារតែខ្ញុំអត់សូវមានបទពិសោធន៍ធ្វើជាមួយនឹងមុខម្ហូបនេះគឺអញ្ចឹងទៅរឿងស្វិតតិចបើសិនយើងស្ងោរវាឲ្យវាពេលថាវាផុយសិនណាឬក៏យើងអាំងស្បែកហ្នឹងឲ្យវារាងក្រៀមសិនបើយើងដាក់ពងដាក់គ្រឿងទៅលើអាហ្នឹងអែមតែរសជាតិវាម្យ៉ាងដែរបងប្អូនអាចសាកមើលបានណាបាទហើយនិយាយទៅដូចខ្ញុំនិយាយចំណាយលុយតិចហើយបងប្អូនអាចចង់ដឹងរសជាតិអាចធ្វើសាកមើលបានបងប្អូនអាចសាកមើលបានប្លែកម្យ៉ាងដែរហើយនិយាយទៅបើមានក្លាសេជាក់គ្នា4-5នាក់អីគឺអែមមែនទែនជាមួយនឹងទេសភាពដ៏ទេសភាពស្រូវដ៏ស្រស់ត្រកាលហើយនៅវាលស្រែគឺខ្យល់ត្រជាក់បរិសុទ្ធល្អអញ្ចឹងគាត់ឆ្ងាញ់បាទគូឈឹមគាត់ឆ្ងាញ់មែនទែនបាទគាត់ថាមានជាតិឆ្ងាញ់មែនទែនដាក់ជាមួយទឹកជ្រលក់ឲ្យថែមជាមួយនឹងកូកាអីចឹងណាបងប្អូនបាទជាក់បាទមានអាជាក់ទៀតតែអែមមែនទែនអញ្ចឹងបងប្អូនជួយឲ្យបន្ទុកផងបាទជួយបានទស្សនាវីដេអូនេះហើយជួយ comment បាទឬក៏ជួយ share បាទជួយ like ហើយ subscribe មួយផងបាទដើម្បីឲ្យវីដេអូខ្ញុំបានផ្ទុះបាទមានការអ្នកចូលមើលច្រើនបាទខ្ញុំមានកម្លាំងចិត្តព្រោះខ្ញុំធ្វើវីដេអូថ្មីរឿងមើលវីដេអូថ្មីអញ្ចឹងបងប្អូនចូលcomment ខ្ញុំនឹងចូលទៅsubscribe សងវិញភ្លាមព្រោះអ្នកថ្មីទាំងអស់គ្នាគឺយកអារម្មណ៍មួយហ្នឹងមានតែយើងជួយគ្នាអញ្ចឹងជួយ follow ជួយ subscribe គ្នាទៅជួយ like ជួយ comment ទៅគឺបានឡើងsubscribe ទាំងអស់គ្នាបងប្អូនហើយចាប់វីដេអូយើងចាប់គ្រប់ចំនួនរកលុយទាំងអស់គ្នាអញ្ចឹងណាបងប្អូនបាទខ្ញុំនឹងរៀបរកវីដេអូថ្មីបន្ថែមទៀតមកផុសជូនបាទបងប្អូនទស្សនាបាទប្លែកអញ្ចឹងណាកាលណាមានអ្នកគាំទ្រគឺយើងតែតែមានទឹកចិត្តមានកំណត់មួយចង់ធ្វើវីដេអូថ្មីប្លែកជូនដើម្បីបានទស្សនាទាំងអស់គ្នាបងប្អូនវីដេអូនេះរៀងវែងបន្តិចបាទរៀងវែងបន្តិចហើយដោយសារតែខ្ញុំនេះហើយសំឡេងវាជាប់ច្រើនពេកជាប់សំឡេងសัตว์ជាប់សំឡេងអីចឹងទៅ logo នេះក៏ខ្ញុំដាក់រូបបន្ថែមកាត់កុំឲ្យជាប់ logo គេអញ្ចឹងណាយើងខ្លាចជាប់ logo ទៅយើងវាគេចាប់អញ្ចឹងណាអញ្ចឹងរៀងវែងបន្តិចបងប្អូនជួយឲ្យយោបល់ជួយឲ្យកំណត់ខ្លឹមជាកំណត់អីមួយសម្រាប់ខ្ញុំធ្វើវីដេអូបងប្អូនមាន content អីប្លែកហើយបងប្អូនចង់ឲ្យខ្ញុំធ្វើពី concept ហ្នឹងបងប្អូនជួយ comment ម្នាក់មួយមកអញ្ចឹងបងប្អូនបាទឬក៏មានរឿងរ៉ាវអីថ្មីប្លែកខ្ញុំនឹងចុះទៅដិតទៅថតផ្ទាល់ដើម្បីបានជាវីដេអូចែកជូនបងប្អូនអរគ្នាបាទឥឡូវនេះអត់មានពេលធ្វើវីដេអូពេញទេតិចទៀតខ្ញុំនឹងចេញជាវីដេអូដើរធ្វើវីដេអូបាទធ្វើ content បាទថ្មីប្លែកចែកជូនបាទបងប្អូនពុកម៉ែបងប្អូនទស្សនាដល់គ្នាបានទស្សនាដល់គ្នាអញ្ចឹងណាអញ្ចឹងសង្ឃឹមតែដៃថ្មីទាំងអស់គ្នាយើងជួយគ្នាជួយទៅ subscribe ម្នាក់មួយមកបងប្អូនជួយជាកម្លាំងចិត្តបាទខ្ញុំឲ្យតែរឹងដាច់ថ្មីគឺខ្ញុំតែជួយ subscribe គេដើម្បី
យើងមានកម្លាំងចិត្តទាំងអស់គ្នាអញ្ចឹងណាបងប្អូនបាទអញ្ចឹងវីដេអូនេះអត់មានអីច្រើនទេគ្រាន់តែយើងបង្ហាញជាមុខម្ហូបឬក៏គ្រឿងក្លែមមួយសម្រាប់បងប្អូនបានដឹងអញ្ចឹងណាបានប្លែកអ្នកខ្លះទៅបានភ្លក់រសជាតិនេះគឺចង់ឲ្យភ្លក់រសជាតិនឹងគ្រាន់បន្ទាប់ពីគ្រូឈឹមគាត់បានញ៉ាំហើយគាត់ងូតទឹកលេងសប្បាយអញ្ចឹងណាអស់វីដេអូនឹងអស់ហើយ